យើងតាមពីក្រោយបាទក្នុងលទ្ធផល2-2ដូចគ្នាហើយយើងឈ្នះនៅសិតទី5យើងទទួលបាននៅបេដៃសម្រាប់ដែលជាមេដៃដំបូងបំផុតសម្រាប់បាទប្រវត្តិសាស្ត្របាល់ទះកម្ពុជាដែលយើងអាចធ្វើបាននៅក្នុងព្រឹត្តិការណ៍ SEA Games ឬក៏កីឡាអាស៊ីអាគ្នេយ៍ឥឡូវនេះយើងមកទស្សនាការប្រកួតសិតចុងក្រោយដែលជាសិតកាត់សេចក្តីថាតើក្រុមជម្រើសជាតិកម្ពុជាឬក៏ក្រុមជម្រើសជាតិថៃបាទដែលនឹងត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដើម្បីត្រៀមជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដែលកំពុងតែឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រស្រាប់ក្នុងនាមខ្ញុំបាទជាកូនខ្មែរមួយរូបបាទខ្ញុំបាទជាមួយនឹងលោកជីវ័នមានតែជូនពរបាទដល់ក្រុមជម្រើសជាតិកម្ពុជាធ្វើឲ្យបានល្អធ្វើអស់ពីលទ្ធភាពដើម្បីបាទយកជ័យជំនះជូនជាតិជូនមាតុភូមិក្នុងនាមយើងជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាទរយៈពេល64ឆ្នាំដែលយើងរងចាំមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាបាទនេះសបញ្ជាក់ឲ្យឃើញថាបាទគឺកីឡារស់នៅក្នុងសន្តិភាពមានសន្តិភាពពេញលេញទើបយើងអាចបាទទស្សនាកីឡាបានយ៉ាងយកចិត្តទុកដាក់បានបាទគ្រប់បាទប្រភេទកីឡាតែម្ដងពលគឺរហូតដល់37ប្រភេទកីឡានោះក្នុងនោះមាន608វិញ្ញាសាបាទនេះគឺជាវិញ្ញាសាបាល់ទះបរោះនៅក្នុងសាលបាទសេវាចេញពីខាងក្រុមជម្រើសជាតិកម្ពុជាសឿនច័ន្ទរោបញ្ជូនមកបាទម៉ាត់ស្ដាំតែទៅបាំងចូលថ្នាក់សវណ្ណរាប៉ាសេពីសឿនច័ន្ទរោម៉ាត់ស្ដាំបាទនេះទូបាំងចេញទៅខាងក្រៅបន្ទុកដល់មុខមួយទល់នឹង0សម្រាប់ការប្រកួតនៅក្នុងសេតទី5អូល្អមែនទែនបាទឥឡូវនេះក្រុមជម្រើសជាតិកម្ពុជាបាទតាំងតែពីសេតទី3មកចាប់សេវាក៏ល្អបាំងក៏ល្អការម៉ាត់ការផ្ដាច់ក៏រឹតតែកាន់តែល្អទៅទៀតបន្ទុកនៅមុខបាទក្នុងលទ្ធផល1-0នៅក្នុងការប្រកួតសេតទី5ស្វាចេញជាបន្តទៀតពីសួនច័ន្ទរោម៉ាត់ស្ដាំពីបាទគេស្ដាប់បាទជួយបានពីសវណ្ណរាដកកែមួយសិនពីសួនច័ន្ទរោម៉ាត់ស្ដាំពីសរុនអូបន្ទុកពីតនឹង0នាំមុខនៅក្នុងសេតទី5អូយល្អមែនទែនសរុនស្មាត់បាទកម្ពស់2.1ម៉ែត្របាទម្ចាស់អាវលេខ7ហើយក៏ទៅសារទៅដល់លីបរ៉ូរបស់យើងទៀតបាទគឺខឹមសវណ្ណរាបដូរតែម្ដងបាទទៅស្លាយជួយបាល់បានណែផ្ទះឈូសទៅកក់មួយច្រោះបាំងល្អមែនទែនពីកីឡាករពិនសរុនអូយមកគ្រាប់នេះឆ្ងាញ់ណាស់នោះបាទសមាជិកជាបន្តទៀតពីក្មេងតូចសួនច័ន្ទរោចូលថ្នាក់ឲ្យគិសរៈសាជាថ្មីអូគិសរៈវាយ3បាល់ទើបអាចឆ្លងផុតបាំងយើងបានលោកជីវ័នបាទយើងមើលទស្សនារូបភាពយឺតបញ្ជាក់បាទបាទយ៉ាងណាក៏មិនងាយស្រួលដូចសិតទី1និងសិតទី2ដែរបាទអាចថាថៃជប់រស់ពិតដែរពេលនេះបាទកម្ពុជាកំពុងតែធ្វើបានល្អអូយបាទកីឡាករកម្ពុជាគាត់ប្រឹងប្រែងហ្វឹកហាត់គឺបាទចូលថ្នាក់មួយសិនបាទពីសវណ្ណរាប៉ាសេម៉ាត់ស្ដាំទូលបាំងបាល់ចេញទៅខាងក្រៅបាទបន្ទុកបានមកខាងក្រុមជម្រើសជាតិបាទកម្ពុជាការម៉ាត់យ៉ាងល្អពីវឿនវាសនាបាទអូដូចជាគូនមុំទេបាញ់មិញបាទការម៉ាត់ស្ដាំបាញ់មិញនេះល្អមែនទែនបាទពេលខ្លះបាទគឺរូបភាពលឿនពេកបងប្អូនយើងបាទកីឡាកររបស់កម្ពុជាយើងស្គាល់គ្រប់រូបកាយអូដូចជាចូលផងបាទបាញ់មិញប៉ុន្តែពេលខ្លះយើងអត្ថាធិប្បាយមិនទាន់ក៏អភ័យទោសផងបាទបាល់ទះមែនទែនទៅលេងលឿនណាលឿនជាងបាល់ទាត់ឆ្ងាយបាទឥឡូវស្វាចេញពីគួនមុំទៅហើយពីខាងក្រុមជម្រើសជាតិកម្ពុជាចូលថ្នាក់របស់ក្រុមជម្រើសជាតិថៃប៉ាសេឲ្យស្មាត់ឆ្វេងម៉ាត់ខ្សែត្រង់បាទល្អមែនទែនបាទពីកីឡាកររបស់ក្រុមជម្រើសជាតិថៃបាទគឺតាវិរៈបាទឋានថាត់បាទបន្ទុកតាមពីក្រោយបាទក្រុមជម្រើសជាតិកម្ពុជាយើងបាទក្នុងលទ្ធផល2-3បាទស្វាត្រៀមកែចេញជាបន្តទៀតពីខាងក្រុមជម្រើសជាតិថៃបាទនេះអ្នកគ្រប់គ្រងបាទក្រុមថៃបាទគឺគាត់កំពុងតែឈៀហើយគណៈដែលអ្នកគ្រប់គ្រងកម្ពុជាយើងកំពុងតែឈៀដូចគ្នាបាទលោកលីជុនបាទដែលជាគ្រូបង្វឹកបាទក្រុមជម្រើសជាតិបាល់ទះនៅក្នុងសាររបស់កម្ពុជាយើងបាទមានការតវ៉ាបាទពីសំណាក់មហាមន្ត្រីបាទរបស់ក្រុមបាល់ទះបាទកម្ពុជាយើងគឺថាមិនមានភាពសុភសិលបាទសួនច័ន្ទរោគឺគាត់ប្រាប់ថាដូចជាមិនទាន់ច្បាស់ចឹងសុំពិនិត្យបាទព្រោះថាការតវ៉ារបស់យើងកន្លងមកគឺមានប្រសិទ្ធភាពបាទមានប្រសិទ្ធភាពយ៉ាងម៉េចគឺថាត្រូវបានពិនិត្យឃើញទៅគឺបានបន្ទុកជាបន្តបន្ទាប់ភាសាបច្ចេកទេសមិញបាទ antenna touch យើងមើលទស្សនារូបភាពត្រង់ចំណុចនេះអូអត់ប៉ះទេគាត់យើងតវ៉ាប៉ះនឹងបកគោលនេះបកគោលបាទបកគោលក្រិតនេះប៉ុន្តែអត់ប៉ះទេបាញ់មិញដូច្នេះបន្ទុកបានទៅខាងក្រុមជម្រើសជាតិថៃបាទសេវាបាទគឺត្រៀមកែចេញបាទពីខាងក្រុមជម្រើសជាតិថៃជាបន្តទៀតហើយបន្ទុកបាទគឺតាមពីក្រោយថៃបាទលទ្ធផលបាទគឺថៃ2យើង3បាទទស្សនាការចេញសេវាបាទមកហើយបាទប្រិមត្តទូទាំងសិកជនកីឡាករលេខ22បាទសេវាលេងហ៊ានប្រឹងខ្លាំងអើយ៉ាយ៉ាងណារៀងខូចបន្តិចទៅហើយបាទមានការសម្របសម្រួលយ៉ាងល្អបាទរតនៈ
មកខាងក្រោយត្រង់ចំណុចនេះចេញទៅខាងក្រៅបាត់ទៅហើយបន្ទុបានទៅខាងក្រុមជម្រើសជាតិថៃបាទលទ្ធផលគឺថា3 ទល់នឹង 3 បាទកូនពៅបាទគ្រប់ត្រូលឡើងគេងទៅហើយ អានេះទឹកចិត្តអ្នកគ្រប់ត្រូលបាទសិតទី5នេះជាសិតដែលត្រូវប្រយ័ត្នប្រយែងខ្ពស់ណាស់បាទឥឡូវមានទស្សនាការប្រកួតជាបន្តទៀតបាទសេវានៅចេញពីក្រុមជម្រើសជាតិថៃបាទសិតនេះគឺតានតឹងមែនទែនបងប្អូនយើងបាទអនុរៈចេញសេវាមកហើយចាប់សេវាបានយ៉ាងល្អលូតវាយដាត្រង់ចំណុចនេះបន្ទូកម្ពុជាបាទកើននាំមកផ្សាយជាថ្មី4 ទល់នឹង 3បាទក៏សូមផ្ញើបាទផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះទៅដល់បាទបងប្អូនដែលកំពុងអង្គុយតាមអានសនាគ្រប់រាជធានីខេត្តតែម្ដងបាទនេះគឺជារូបភាពដ៏ពិសេសខ្លាំងមែនទែនជាមួយនឹងបាទការគ្រប់គ្រងដ៏ផុសផុលបាទទូទាំងប្រទេសកម្ពុជារបស់យើងឥឡូវនេះទេសនាការបាទចេញសេវារបស់កីឡាករលេខ16បាទរតនៈកំពុងតែផ្ចិតផ្ចង់បាទ5 សិតទៅហើយបាទទស្សនាជាបន្តទៀតបាទសេវាចេញពីផលរតនៈបាទវេចេញមកបាទចូលថ្នាក់ពីខាងលីបរ៉ូរបស់ក្រុមជម្រើសជាតិថៃម៉ាត់ស្ដាំនេះល្អមែនទែនបាទពីបាទសំណាក់កីឡាករបាទព្រំច័ន្ទអនុតបាទជួយម៉ាត់ស្ដាំនេះជួយឲ្យក្រុមជម្រើសជាតិថៃបាទតាមបន្ទុកពីក្រោយមកបាទលើក្រុមជម្រើសជាតិបាទកម្ពុជាក្នុងលទ្ធផលបាទ4 ទល់នឹង 4បាទការប្រកួតដំណើរការទៅអស់4 សិតហើយបងប្អូនយើងបាទ2 សិតដំបូងគឺក្រុមជម្រើសជាតិថៃជាអ្នកទទួលបានជ័យជំនះ2 សិតបន្ទាប់គឺកម្ពុជាយើងជាអ្នកឈ្នះបាទសេវាចូលថ្នាក់ល្អមែនទែនពីវាសនាប៉ាសេឲ្យពិនសរុនបាទឆ្លងទៅខាងក្រុមជម្រើសជាតិថៃវិញបាទចុចអូល្អណាស់ពីបាទមុននិមលបាទជួយឲ្យក្រុមជម្រើសជាតិកម្ពុជានៅមុខបាទក្នុងលទ្ធផល5 ទល់នឹង 4 បាទនិមលសូមការគ្រប់គ្រងបន្ថែមទៀតបាទពីសំណាក់បងប្អូនបាទពុកម៉ែលោកយាយលោកតាដែលកំពុងតែទស្សនាផ្ទាល់បាទនៅឯវិមានពហុកីឡដ្ឋានជាតិអូឡ িম্প ិកបាទមុននិមលបាទម្ចាស់អាវលេខ19កីឡាករជម្រើសជាតិបាល់ទះរបស់ក្រុមបាទជម្រើសជាតិកម្ពុជាសេវាត្រៀមការចេញបាទពីខាងក្រុមបាទជម្រើសជាតិកម្ពុជាអ្នកដែលរ៉ាប់រងបាទគឺម្ចាស់អាវលេខ7ពិនសារុនបាទសេវាត្រៀមវាចេញពីសរុនទៅឲ្យសរុនទះសេវាមកចូលថ្នាក់របស់ក្រុមជម្រើសជាតិថៃមកវេបន្តិចហើយត្រង់ចំណុចនេះបន្ទុកបានមកខាងក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជាសួនច័ន្ទររត់ទៅអបអរជាមួយនឹងអ្នកគ្រប់គ្រងបន្ទុកនាំមុខ6 ទល់នឹង 4បាទយើងមកទស្សនាបាទនេះល្អមែនទែនសេវាចេញពីពិនសរុនខ្ញុំឃើញពិនសរុនទះសេវាមួយខាងក្រុមជម្រើសជាតិថៃចាប់មកវេច្រើនដងដែរបាទឥឡូវនេះសេវាចេញពីខាងក្រុមជម្រើសជាតិបាល់ទះនៅក្នុងសាលយើងជាបន្តទៀតជម្រើសជាតិកម្ពុជាពិនសរុនជាអ្នកវេសេវាសរុនវេទៅហើយចូលថ្នាក់របស់ក្រុមជម្រើសជាតិថៃប៉ាសេឲ្យស្មាត់ស្ដាំទៅបាំងច្រកមកវិញចាប់ដាក់កំប៉ុងតែម្ដងពីវឿនវាសនាហូឡើងបងប្អូនហូឡើងបាទបន្ទុក7 ទល់នឹង 4យើងមកទស្សនាការចាប់ត្រាវាអស់តែម្ដងដាក់កំប៉ុងទៅវិញបាទចាប់ច្រកអូយបាទយ៉ាងមិនចេះល្អទៅបាំងសិតទី1សិតទី2អត់មានបាំងជាប់ទេចាប់ពីសិតទី3មកចាប់ដាក់តែម្ដងល្អមែនទែនវឿនវាសនាបាទផលរតនៈសុទ្ធសឹងតែជាកីឡាករដែលបាំងជាប់ល្អបាទការប្រឡប់របស់គាត់គឺល្អមែនទែនបាទដូចបានជជែកអញ្ចឹងថាពីមួយសិតទៅមួយសិតកម្ពុជារបស់យើងគឺសិក្សាអំពីចំណុចពិសេសរបស់ក្រុមជម្រើសជាតិថៃហើយបង្កើននៅសមត្ថភាពរបស់ខ្លួនកាន់តែប្រសើរទៅបាទធ្វើឲ្យបាទលទ្ធផលដែលទទួលបានគឺពិតជាអស្ចារ្យណាស់ហើយក៏បាទនឹកស្មានសឹងតែមិនដល់ដែរបាទបងប្អូនបាទដែលទស្សនាផ្ទាល់គឺសប្បាយរីករាយមានការទ្រាំច្រៀងហែកពោកញ្ជ្រោដើម្បីលើកទឹកចិត្តបាទក្រុមជម្រើសជាតិកម្ពុជារបស់យើងនឹងគឺខ្លាំងមែនទែនបាទយើងឃើញថាពុកម៉ែបងប្អូនលោកតាលោកយាយក៏ផ្ដល់កម្លាំងចិត្តគ្រប់គ្រងឲ្យខ្ញុំបាទអូស្ការលោកជីវ័នបាទលើកម្រាមដៃ10ជំរាបសួរពីចម្ងាយហើយបាទយើងអត្ថាធិប្បាយដល់បោះដូងបើខុសត្រូវខន្តីពេទូផងបងប្អូនយើងទាំង25រាជធានីខេត្តក្រុងបាទទស្សនាជាបន្តទៀតលោកជីវ័នបាទវាយដាច់ជាប់សាជាថ្មីវឿនវាសនាពីរគ្រាប់ជាប់គ្នាតែម្ដងបងប្អូនទាំងអស់គ្នាហើយល្អទៅហើយវឿនវាសនាបាទអូហូយបន្ទុបាទ8 ទល់នឹង 4បាទផ្ញើទស្សនីយភាពនេះទៅដល់លោកឪពុកខ្ញុំផងបាទលោកឪពុកខ្ញុំគាត់ជាអាជ្ញាកណ្ដាលបាទចាប់បាល់ផ្ទះមួយរូបដែរបាទចាំផ្ញើរូបភាពទៅដល់គាត់ដែលកំពុងតែទស្សនាផងបាទអញ្ចឹងបានកូនប្រកែនៅក្នុងការអត្ថាធិប្បាយបាល់វិញណាបាទរៀនសូត្រទេបាទឥឡូវយើងមកទស្សនានេះអូហូយអស់តោះណាស់ប្រិយមិត្តទូទាំងសិទ្ធិជនបាទសិតទី5នេះ match point បន្ទុកតែ15ទេណាសិតទេណាអូអញ្ចឹងកាន់តែលឿនទៀតហើយណាបាទបន្ទុកតែ15ទេបាទអញ្ចឹងអាចនិយាយបានថាធ្វើឲ្យ
បាទកីឡាករក៏ដូចជាក្រុមការងាររបស់ក្រុមជម្រើសជាតិថៃទាំងមូលមានការព្រួយបារម្ភមែនទែនពីព្រោះថាយើងត្រូវការតែ7ពិន្ទុទីប៉ុណ្ណោះខណៈដែលថៃគឺត្រូវការរហូតដល់11ពិន្ទុនោះដើម្បីទទួលបានការឈ្នះនៅក្នុងសិតទី5ហើយបើសិនជាយើងឈ្នះនៅក្នុងសិតទី5នេះគឺវាគឺជាប្រវត្តិសាស្ត្រលើកទី2ហើយរបស់វិស័យបាល់ទះនៅក្នុងប្រទេសកម្ពុជារបស់យើងដែលបានឈ្នះទៅលើក្រុមជម្រើសជាតិថៃហើយក៏ជាដំណើរឈានទៅដល់មេដាយមាសផងដែរហើយបើសិនជាយើងមិនដល់មេដាយមាសក៏ជារឿងមួយដែលល្អប្រសើរគឺយើងមានដៃប្រាក់បាទឥឡូវយើងមកទស្សនាការបាទចេញសេវារបស់កម្ពុជាយើងបាទចេញពីបាទសរុនបាទយ៉ាងមិនចេះបាទប្រិមត្តទូទេសនិកជនបាទគឺថាមានបញ្ហាមានការជូតបាទក្តារបន្តិចសិនបាទខ្លាចមានបញ្ហារអិលបាទសម្រាប់ទឹកចិត្តបេះដូងអ្នកគ្រប់គ្រងបាទការគូសភ្លេងគឺនៅតែបន្តដល់រក្សាដដែលបាទបែកញើសហើយពួកគាត់នោះបាទគូសពងហូផងបាទបើសិនជាយើងឡើងដល់វគ្គដាច់ព្រួតណាជាប្រវត្តិសាស្ត្រលើកដំបូងហើយដែលបាល់ទះកម្ពុជាយើងអាចឡើងដល់វគ្គផ្ដាច់ព្រាត់នៅក្នុងព្រឹត្តិការណ៍ SEA Games នេះបាទលោកបាទជីវ័នហើយណាមួយវាក៏ជាការលួងចិត្តមួយដែរព្រោះថាបាល់ទាត់របស់យើងគឺបានបរាជ័យបាទឥឡូវយ៉ាងណាវាទស្សនាការប្រកួតជាបន្តបៃពិតមួយលុយមែនតើបន្តយ៉ាងណាអូហូបាទសិតបាទទី5នេះគឺដូចជាក្នុង match point នេះគឺថាបាទដាក់ជាប់តែម្ដងចាប់ដាក់កំប៉ុងត្រឡប់ទៅវិញដោយលោកអូស្ការបាទនិយាយមុននេះបាញ់ចឹងមែនតើបាទហើយអ្វីដែលកាន់តែពិសេសនឹងគឺតែងតែមានមុខមឿនវាសនាតែម្ដងប្រិមត្តទូទេសនិកជនយើងមកទស្សនារូបភាពការគប់ដាក់ជាប់ហើយការព្យាយាមសម្រួលត្រឡប់មកវិញពីសំណាក់កីឡាកររបស់ក្រុមជម្រើសជាតិថៃបាទគឺថាបាទអនុរៈនឹងគឺឡើងបាស់ដៃបាស់ជើងតែម្ដងឥឡូវនេះ time out ទៀតហើយបាទសូមផ្ញើរូបភាពដ៏អស្ចារ្យនេះទៅដល់ស្រុកកំណើតរបស់ខ្ញុំបាទគឺបងប្អូននៅខាងភូមិកោះតេជោបាទឃុំឃ្លីទុំស្រុកគៀនស្វាយខេត្តកណ្ដាលក៏ដូចជាទៅដល់បាទបងប្អូនប្រជាជនដែលរស់នៅខេត្តព្រៃវែងក៏ដូចជាពិសេសគឺលោកអភិបាលខេត្តក៏កំពុងតែដាក់ស្លាយទស្សនាផ្ទាល់តែម្ដងណាបាទហើយក៏សូមផ្ញើជូនទៅដល់លោកឪពុកអ្នកម្ដាយខ្ញុំនៅខាងស្រុកពីមរោខេត្តព្រៃវែងដែរបាទជូនបងប្អូនយើងខេត្តឆ្ងាយបាទត្រែងបាទខាងបងប្អូនរតនគិរីមណ្ឌលគិរីបាត់ដំបងសៀមរាបបន្ទាយមានជ័យបាទយើងឈាជាមួយនឹងការជោគជ័យរបស់យើងនៅក្នុងរដូវនេះកំពង់ស្ពឺខេត្តកណ្ដាលបាទ25រាជធានីក្រុងបាទសូមផ្ញើជូនទាំងអស់តែម្ដងបាទឥឡូវនេះបាទឥឡូវនេះយើងកំពុងតែគឺបានលទ្ធផលល្អប្រសើរខ្លាំងមែនទែនណាវាសនាកំពុងតែជជែកពិភាក្សាជាមួយនឹងមិត្តរួមក្រុមថាថែមតិចនិចយុទ្ធសាស្ត្របន្ថែមទៀតសេវាស្រាទេសម្រាប់សរុនបាទលោកវាយត្រង់ច្បូចនេះបាទឆ្លងផុតបាំងមួយទៅហើយបន្ទុបានទៅខាងក្រុមជម្រើសជាតិថៃបាទ5ទល់នឹង9បាទយើងមកទស្សនារូបភាពនេះបងប្អូនយើងទាំងអស់គ្នាអូបាទខឹមសវណ្ណរាគាត់ចេញក្រៅបាំងដែរបាញ់មិញតែបាទគាត់ប្រឹងសវ័យមកវិញអត់បានបាទឥឡូវនេះយើងឃើញថាអ្នកដែលនៅតែម៉ាត់ល្អបាទគឺកីឡាករព្រំច័ន្ទអនុតរបស់ក្រុមជម្រើសជាតិថៃបាទយើងឃើញថាគីបាទកីឡាករបាទគីសាដានិងបាទណាផាដេតដូចជាជាប់បាំងច្រើនដងហើយបាទជាប់បាំងច្រើនពេកឥឡូវនៅអត់ទាន់បានចូលលេងទៀតទេឥឡូវទស្សនាឱកាសរបស់វាសនាវាយបាទអត់ឆ្លងទេបាទពិន្ទុបាទគឺថាមានការបិទបាំងចិត្តឈឹងតែម្ដងបាទពីសំណាក់កីឡាករបាទសារ៉ាឈីតបាទបន្ទូសង្ឃឹមថាយើងសម្រួលអារម្មណ៍មកវិញបាទសម្រួលអារម្មណ៍មកវិញបាទយើងតែចាប់សេវារៀងបាទម៉ូវេគឺពិបាកនៅក្នុងការបដាច់ក្នុងការរកបន្ទុបាទវាយផ្ដាច់រកបន្ទុហើយឥឡូវនេះបន្ទុកំពុងតែត្រូវបាននាំមុខនៅកម្ពុជាដដែលប៉ុន្តែរៀងគៀកបន្តិចហើយបាទគឺថា9បាទទល់នឹង6បាទនេះកំពុងតែផ្ដល់យុទ្ធសាស្ត្រជាបន្តទៀតពីសំណាក់បាទគ្រូជំនួយបាទបាទលោករ៉ូបាតូបាទព្រីអូបាទបារីអសបាទដែលជាគ្រូបង្វឹកសញ្ជាតិគុយបាដែលជាគ្រូបង្វឹកមួយដែលគេហៅថាប្រទេសដែលមានភាពល្អបាទក៏ដូចជាខ្លាំងសម្រាប់វិស័យបាល់ទះបាទនេះបងប្អូនយើងដែលទស្សនានៅឯបាទវិមានភូកីឡាដ្ឋានជាតិអូឡ িম্প ិកនៅតែគ្រប់គ្រងបាទឥឡូវនេះយើងត្រៀមទស្សនាជាបន្តទៀតបន្ទុកថៃ6កម្ពុជាយើង9បាទនេះជាការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បាទការប្រកួតបាទវគ្គ semi final ក្រុមដែលឈ្នះនឹងត្រូវឡើងទៅជួបក្រុមខ្លាំងឥណ្ឌូនេស៊ីនៅវគ្គផ្ដាច់ព្រាត់ដែលរងចាំស្រាប់ដែលគេបានយកឈ្នះក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផលបាទគឺ3សេតទល់នឹង0បាទត្រៀមទស្សនាជាបន្តទៀតអូលោកតាគាត់ដាក់តាំងទង់ជាតិបាទថៃក៏ដាក់តាំងទង់ជាតិកម្ពុជាបាទគាត់កំពុងតែផ្ដល់កម្លាំងចិត្តដល់ក្រុមកីឡាកររបស់គាត់ហើយយើងបាទបងប្អូនអ្នកគ្រប់គ្រងក៏ផ្ដល់កម្លាំងចិត្តដល់កីឡាករយើងដូចគ្នាបាទសេវាត្រៀមវាចេញពីខាងក្រុមជម្រើសជាតិថៃបាទបន្ទុកថៃ6កម្ពុជាយើង9បាទអ្នកដែលត្រៀមបាទវីសេវាបាទគឺកីឡាករលេខ12បាទគឺកីឡាករឋានថាត់បាទធ្វើការជូតបាទទីលានសម្អាតតិចសិនបាទកុំឲ្យមានបញ្ហាបាទរអិលក៏ដូចជា
បាទពិបាកនៅក្នុងការប្រកួតបាទទៅដល់អត្តពលិកឬក៏កីឡាករជម្រើសជាតិទាំងសងខាងបាទដើម្បីឲ្យអ្នកបាទក្រុមទាំងសងខាងលេងប្រកបដោយបច្ចេកទេសបាទ 100% តែម្ដងផាសុខភាពផងដែរណាបាទរៀបទស្សនាជាបន្តបងប្អូនយើងបាទកម្ពុជាយើងបាទកំពុងតែនាំមុខបាទនៅក្នុងសេតទី5នេះក្នុងលទ្ធផល9-6សង្ឃឹមតែយើងផ្ដាច់បាទសេវាត្រង់នេះបាទយកពិន្ទុ10បាទជាបន្តទៀតបាទបើយើងចាប់សេវាបានខ្ញុំជឿជាក់ថាយើងនឹងផ្ដាច់បានបាទលោតគប់ពីឋានដ្ឋាត់បាល់នេះអូខូចសេវាហើយបាទពិន្ទុតាមគៀកមែនទែន7-9 7-9បាទយើងមកមើលបាទគឺឋានដ្ឋាត់លោតគប់ទៅបាល់នេះធ្ងន់បាទគួនមុំប្រចាំជាមួយនឹងខឹមសវណ្ណរាដែលជាលីបេរ៉ូបាទសេវាចេញពីខាងក្រុមជំនួយជាតិថៃជាបន្តទៀតសង្ឃឹមថាបាទសង្ឃឹមថាយើងនឹងអាចបាទផ្ដាច់សេវានេះបានសេវាចេញពីខាងក្រុមជំនួយជាតិថៃបាទឋានដ្ឋាត់លោតគប់ទៅជាបន្តទៀតចូលថ្នាក់បាទកន្លែងនេះអូយ៉ាងមិនចេះបាទមកខូចពីគ្រាប់ជាប់គ្នាបាកាវីសេវាចេញពីស្មាត់បាទឋានដ្ឋាត់បន្ទុកតាមពីក្រោយ8-9បាទការប្រកួតកាន់តែតានតឹងមែនទែនហើយបាញ់មិញយើងដាច់បន្ទុករៀងច្រើនបាទយើងមកមើលបាទអូចូលបាទថ្នាក់គូនមុំបែកមកខាងឆ្វេងបាទមុននីមូលនិងសួនច័ន្ទរោបាទប្រឹងទៅជួយដែរប៉ុន្តែជួយបានទេដោយសារតែបាល់នេះទៅតាក់នឹងបាទហ្វីលេនេះធ្វើការសម្រាប់បច្ចេកទេសជាបន្តទៀតបាទកំពុងតែផ្ដល់នៅការកម្លាំងចិត្តក៏ដូចជាបដូរយុទ្ធសាស្ត្រជាបន្តបាទធ្វើយ៉ាងណាបាទគឺផ្ដាច់បាទសេវាត្រង់ចំណុចនេះបានលទ្ធផលមិនអាក្រក់ទេបាទយើងកំពុងតែនាំមុខទៅលើក្រុមជំនួយជាតិថៃបាទក្នុងលទ្ធផល9-3ហើយសេវាគឺត្រៀមវិចេញពីខាងក្រុមជំនួយជាតិថៃបាទឋានដ្ឋាត់បាទគេបើសិនជាយើងផ្ដាច់សេវានេះបានបាទគឺយើងមានសង្ឃឹមជាបន្តទៀតបាទអ្នកគ្រប់គ្រងនៅតែបន្តតេះដៃបន្តឈៀបាទលទ្ធផលបែបណាគឺយើងនៅតែបន្តបាទគឺក្រុមជំនួយជាតិកម្ពុជាយើងបាទជាដរាបតែម្ដងបាទសេវាត្រៀមវាចេញពីខាងក្រុមជំរឿសជាតិបាទថៃជាបន្តទៀតឋានដ្ឋាត់វីមកចូលថ្នាក់គុណមុំបាននេះបាទអូយ៉ាងមិនចេះបាទលទ្ធផល9-9ហើយបាទបញ្ហាសំខាន់ជាចម្បងរបស់យើងគឺការចាប់សេវានេះតែម្ដងជីវ៉ាន់បាទពិតណាស់បាទអញ្ចឹងហើយបើសិនជាយើងបដោតក៏ដូចជាបាទចាប់សេវាបានល្អប្រសើរនោះគឺបាទយើងដឹងតែមានឱកាសហើយនៅក្នុងការទទួលបានជ័យជំនះនោះបាទអញ្ចឹងទស្សនវិជ្ជាការចាប់សេវាបាទគឺថាធ្នមមិនត្រូវទេព្រោះការវាយរបស់គាត់នោះគឺពោពេញទៅដោយលបឿនកម្លាំងទម្ងន់ណាបាទធ្វើឲ្យពិបាកណាស់នៅក្នុងការចាប់សេវាឥឡូវនេះបន្ទុកបាទគឺស្មើគ្នា9-9សេវាចេញពីក្រុមជម្រើសជាតិថៃបាទជាប់ហើយលោកអូស្ការបាទទីបំផុតជាប់ហើយបាទឃើញថាគាត់ព្យាយាមបង្កើនទម្ងន់នៃការចេញសេវារបស់គាត់ណាបាទឥឡូវនេះគឺគាត់ជាប់ហើយបន្ទុកបានមកខាងកម្ពុជាបាទ10-9យើងមកទស្សនាបាទលេងសម្ពាធដល់យើងហើយព្រោះតែជាប់គឺដូររ៉ូហើយអញ្ចឹងបាទឋានដ្ឋាត់គាត់លេងចូលវិសបាទលេងចូលវិសបាទសេវានេះគឺត្រៀមវាពីកម្ពុជាយើងទៀតហើយបន្ទុកយើងកំពុងទៅនាំមក9បាទឥឡូវយើងមកទស្សនាការចេញសេវារបស់កម្ពុជារបស់យើងបាទទៅហើយបាទល្អមែនតើបាទទស្សនាត្រង់ចំណុចនេះបាទចេញទៅខាងក្រៅបន្ទុក11-9កម្ពុជានាំមុខត្រឡប់មកវិញហើយបាទអីយ៉យ4ពិន្ទុទៀតលោកអូស្ការបាទយើងនឹងទទួលបានជ័យជំនះប៉ុន្តែយ៉ាងណាគឺมันអាចមើលងាយដៃគូសិទ្ធប្រកួតបាននោះទេបាទបាល់នេះគឺគាត់ព្យាយាមវាយកិច្ចបាទបាំងហើយក៏បាទចេញទៅខាងក្រៅតែម្ដងបាទប្លុកថាច់បាទមានការតវ៉ាពីខាងក្រុមជំនឿជាតិថៃក៏ថាក៏សុំមើលបាល់នេះអាចនឹងមានប៉ះនេះក្រុមការងារកំពុងតែពិនិត្យដូចគ្នាដែរបាទទទួលការអូឆ្ងាយណាស់លោកអូស្ការប្លុកថាច់ឯណា no ហើយបាទអូយវាខុសខ្លាំងមែនទែនតែម្ដងណាបាទរហូតទៅបាទខុសឆ្ងាយពេកបាទមិញបាទឥឡូវខ្ញុំទស្សនាបណ្ដៃយ៉ាងណាអាចយុទ្ធសាស្ត្រដែរណាលោកអូស្ការព្រោះនៅពេលដែលទៀមទាឲ្យមានការពិនិត្យកីឡាកររបស់គាត់មានពេលវេលានៅក្នុងការសម្រួលអារម្មណ៍សម្រួលអារម្មណ៍ផ្ដោតអារម្មណ៍សារជាថ្មីអីចឹងទៅបាទឥឡូវមានទស្សនាការចេញសេវាបាទ11-9បាទល្អណាស់សេវារបស់កម្ពុជាយើងត្រង់ចំណុចនេះវាយពេកចេញទៅខាងក្រៅបន្ទុកមកកម្ពុជា12-9អយយគៀមែនតើហើយប្រិមត្តទូទាំងសេចក្ដីជនបងប្អូនលោកតាលោកយាយអំពូមីងពេលវេលាល្អរបស់កម្ពុជាគឺកាន់តែគៀមែនតើហើយបាទសម្រាប់កីឡាកររបស់ក្រុមជំនឿជាតិថៃគាត់ថាអូយគាត់បោកធំបាទឥឡូវគាត់កំពុងសម្រួលអារម្មណ៍របស់គាត់បាទយើងមកទស្សនារូបភាពសារជាថ្មីម្ដងទៀតនេះបាទធ្លាក់មកតាន់ពេលវេលាការដកដៃរបស់អ្នកលោតបាំងរបស់យើងណាលោកស្រាធ្វើឲ្យបាល់នេះរត់ចេញទៅខាងក្រៅដោយមិនមានប៉ះដៃអ្វីទៅសោះឥឡូវយើងមកទស្សនាបាទសេវាចេញពីវាសនាបាទចេញទៅខាងក្រៅបាត់ទៅហើយបន្ទុកបានទៅខាងក្រុមជំនឿជាតិថៃ
បាទដូចគ្នាទេបាទលោកអូស្ការព្រោះថាបាទព្យាយាមបែបនេះគឺតែងតែមានផ្លាត់បាទយើងដល់ដំណាក់កាលនេះគឺជាមបដូរហើយបដូរសេវាលេងធ្ងន់ដូចគ្នាហើយបាទឥឡូវនេះបាទសង្ឃឹមថាកម្ពុជានឹងអាចផ្ដាច់សេវាបាទរកបន្ទុកបាទឲ្យគ្រាប់បាល់ទី13បាទជាបន្តទៀតគណៈដែលសេវាគឺត្រៀមវាចេញពីខាងក្រុមជម្រើសជាតិថៃឥឡូវគេបដូរបាំងមកហើយបាទបដូរបាំងមកហើយបាទគឺណាផាដេតបាទជាបាំងធំរបស់គេបាទសេវាចេញពីខាងក្រុមជម្រើសជាតិថៃបន្ទុក10បាទកម្ពុជា12សេវាចេញមកចូលកញ្ញាំល្អណាស់ប៉ាសេពីសួនច័ន្ទរមមាត់ពីគុណមុំអូយចូលថ្នាក់ប៉ុន្តែបាននេះបានបន្ទុកមកខាងក្រុមជម្រើសជាតិកម្ពុជាបន្ទុក13ទៅនឹង10ហើយ Yes អូយលោកអូស្ការបាទគួនមុំអូគួនមុំស្រុកខ្ញុំក៏គេថាលយដែរខ្លាយជាវរៈបរោះបាទសម្រាប់បាទដួងចិត្តអ្នកគ្រប់គ្រងកម្ពុជា17លានអ្នកឲ្យយើងមកទស្សនាការវាយពីលើបាំង1បាំង2គ្មានក្នុងការផ្នែកគួនមុំទេអូយល្អមែនទែនល្អអីល្អយ៉ាងនេះបន្ទុកជាបន្តទៀតបានមកខាងក្រុមជម្រើសជាតិកម្ពុជាបាទ13ទល់នឹង10សេវាចេញពីខាងក្រុមជម្រើសជាតិកម្ពុជាអាចបានសិត point ម៉ាច់ point បានទេបាទ match point បាទអាចបាន match point បានទេសម្រាប់ការប្រកួតនេះសេវាចេញពីខាងក្រុមជម្រើសជាតិកម្ពុជាសេវាមកហើយចូលថ្នាក់លីប្រូប៉ាសេឲ្យស្មាត់ឆ្វេងបាំងពី Yes អូmatch point យើងរកឃើញហើយអូស្ការនៅតែជាផលរតនៈនៅតែជាផលរតនៈចាប់បាំងដាក់កំពង់ទៅវិញអូយបាទស្អាតយ៉ាងនេះផលរតនៈអស្ចារ្យមែនមាច់ផនហើយប្រវត្តិសាស្ត្រនឹងត្រៀមកចានៅក្នុងព្រឹត្តិការណ៍ SEA Games នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍តែកម្ពុជាអាចឡើងទៅដល់វគ្គផ្ដាច់ព្រាត់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របាល់ទះកម្ពុជាក្នុងព្រឹត្តិការណ៍ SEA Games បានឬមិនបានសេវាត្រៀមវាចេញពីខាងក្រុមជម្រើសជាតិបាល់ទះកម្ពុជាចូលថ្នាក់មាត់ស្ដាំកន្លែងនេះកម្ពុជាឡើងទៅដល់វគ្គផ្ដាច់ព្រាត់បន្ទាប់ពីវីមកយកឈ្នះក្រុមជម្រើសជាតិថៃក្នុងល្បែង30 ទល់នឹង2អូចាមែនតើប្រវត្តិសាស្ត្រគឺកើតឡើងសារជាថ្មីម្ដងទៀតលោកមិនយើងធ្វើនៅវៀតណាមឥឡូវនេះយើងធ្វើនៅទឹកដីនៃប្រទេសកម្ពុជារបស់យើងក្នុងនាមជាម្ចាស់ផ្ទះគឺយើងពិតជាធ្វើបានល្អខ្លាំងមែនតើកម្ពុជាបាល់ទះប្រែមុខមកថ្មីឲ្យពិភពលោកបានស្គាល់ពីវិស័យបាល់ទះនៅកម្ពុជារបស់យើងគឺពិតជារីកចម្រើនខ្លាំងអូយបាទជីវ័នបាទសូមសម្លេងបងប្អូនដែលកំពុងតែទស្សនានៅគេឋានបងប្អូនដែលកំពុងតែទស្សនាតាមរយៈការបញ្ចាំងស្លាយសូមសម្លេងហោក្លាំងគ្នាជាតិកម្ពុជាអូពិតជាមិនធម្មតាបាទទីបំផុតយើងអាចធ្វើបានហើយនេះគឺជាមុខមាត់ថ្មីដែលអត្តពលិកគណៈកម្មការជម្រើសជាតិកម្ពុជាមានតាំងមន្ត្រីមានតាំងតាពីថ្នាក់ដឹកនាំលោកបានខិតខំប្រឹងប្រែងហើយធ្វើបានសម្រេចបាទយើងទទួលបានជ័យជំនះក្នុងលទ្ធផល3សេតទៅនឹង2ណែមិននឹកស្មានតែផលរតនៈចាប់បាំងល្អយ៉ាងនេះផលរតនៈអើយបាទខ្ញុំសូមជួបខ្ញុំសូមហត្ថលេខាសូមផតសូមអាវតែម្ដងរតនៈសូមថើបមួយបានទេហើយយល់ល្អមែនទេបាទអូយបាទប្រិយមិត្តទូទស្សនិកជនបងប្អូនលោកអ៊ំលោកតាលោកយាយអ៊ំពូមីងទាំងអស់គ្នានេះគឺជាប្រវត្តិសាស្ត្រថ្មីបាទមួយផ្សេងទៀតហើយដែលកើតឡើងនៅក្នុងបាទព្រឹត្តិការណ៍ SEA Games លើកទី32ដូចជាអាស៊ានប៉ារ៉ាហ្គេមលើកទី12ដែលកម្ពុជារបស់យើងលើកទី32បាទទទួលធ្វើជាម្ចាស់ផ្ទះបាទអញ្ចឹងគឺពិតជាពិសេសមែនតើបាទអ្វីដែលយើងរំពឹងអ្វីដែលយើងចង់បានគឺថាបានមកដល់ហើយការខិតខំប្រឹងប្រែងរបស់ពួកយើងគឺបានសម្រេចបាទក៏បញ្ជាក់ជូនបងប្អូនយើងផងដែរណាគឺជាប្រវត្តិសាស្ត្រថ្មីបាទសម្រាប់បាល់ទះកម្ពុជាដែលអាចឡើងទៅដល់វគ្គផ្ដាច់ព្រាត់នៃព្រឹត្តិការណ៍ SEA Games កំពុងថាតាំងតែពីចាប់ផ្ដើមព្រឹត្តិការណ៍ SEA Games បាល់ទះដែលបានដាក់បញ្ចូលនៅក្នុងធម្មនុញ្ញ SEA Games តាំងតែពីឆ្នាំ1977មកកម្ពុជាមិនដែលមានឆ្នាំណាមួយដែលអាចឡើងទៅដល់វគ្គផ្ដាច់ព្រាត់នេះទេពលនេះគឺជាលើកទី1ហើយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្ទាល់បន្ទាប់ពីយើងរងចាំអរយៈពេល64ឆ្នាំហើយបាទពិតជាអរគុណទៅដល់អត្តពលិកកីឡាករបាទក្រុមជម្រើសជាតិកម្ពុជាដែលប្រឹងប្រែងវឹកហាត់ចំណាយកម្លាំងចំណាយញើសចំណាយឈាមអាចធ្វើបានសម្រេចក្នុងនោះកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិថៃហើយឡើងទៅដល់វគ្គផ្ដាច់ព្រាត់ត្រៀមនឹងជួបជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដែលជាក្រុមខ្លាំងបាទពិតជាអរគុណមែនទែនសូមបញ្ជាក់ឲ្យឃើញថាបាទនេះគឺជាកីឡារស់នៅក្នុងសន្តិភាពមានសន្តិភាពទើបយើងមានការប្រកួតកីឡាដ៏សម្បូរបែបដូចសប្តាហ៍ថ្ងៃនេះបាទនេះគឺជាផ្លូវមួយដែលយើងមើលឃើញគេហៅថាមើលឃើញរហូតដល់មេដាយមាសហើយក៏អាចនឹងមានរហូតដល់មេដាយ
ប្រាក់ដែរប៉ុន្តែបើសិនជាយើងអត់មកដល់វគ្គនេះហើយគឺខ្លាំងហើយបាទកម្ពុជាយើងខ្លាំងហើយចឹងអត់ខ្លាចទេឥណ្ឌូនេស៊ីបាទអញ្ចឹងយើងរងចាំមើលបាទមានថាពេលនេះយើងកក់មេដាយប្រាក់រួចហើយបើសិនជាយើងឈ្នះឥណ្ឌូនេស៊ីហើយការប្រកួតនៅវគ្គផ្ដាច់ប្រត់ក៏ជាការប្រកួតសងសឹកផងដែរទោះថាការប្រកួតនៅក្នុងពូដែលជាការប្រកួតទី3យើងបានចាញ់ឥណ្ឌូនេស៊ីក្នុងលទ្ធផល3-0 បាទអញ្ចឹងការជួបគ្នានៅវគ្គផ្ដាច់ប្រត់ជឿជាក់ថាគ្រប់កីឡាករកម្ពុជានឹងតាំងចិត្តតាំងស្មារតីហើយយើងឃើញហើយពីសិទ្ធិដំបងគឺថៃបាននាំមុខយើងបាទគឺក្នុងលទ្ធផល25-18 25-21ហើយសិទ្ធិទី3យើងបានយកឈ្នះមកវិញបាទនេះយើងមកទស្សនាបាទការប្រកួត highlight បាទចំនួន5សិទ្ធិតែម្ដងនេះការម៉ាត់ស្ដាំយ៉ាងល្អបាទពីសំណាក់បាទពិនសរិនក៏ប៉ុន្តែបាល់ចេញទៅខាងក្រៅស្វាចេញពីខាងក្រុមជំនឿជាតិថៃចូលថ្នាក់បាទប៉ាសេពីស៊ុនច័ន្ទរមម៉ាត់ស្ដាំកន្លែងនេះបាទទើសនឹងបាំងសិទ្ធិទី1និងសិទ្ធិទី2គឺគេដាក់សម្ពាធមកយើងខ្លាំងមែនទែនលោកជីវ័នបាទបាទអញ្ចឹងយើងនិយាយថានេះយើងមកទស្សនានេះសេវារបស់គេនឹងគឺខ្លាំងណាស់លោកអូស្ការហើយធ្វើឲ្យយើងពិបាកនៅក្នុងការចាប់ណាហើយនៅពេលដែលយើងចាប់មិនបានល្អគឺយើងពិបាកចាប់បានល្អដូចគ្នាបាទហើយយើងក៏ចាប់អារម្មណ៍ច្រើនដែរសិទ្ធិទី1គឺយើងមានការខូចសេវាអីច្រើនបើមិនយ៉ាងណាយើងធ្វើបានល្អពីមួយវគ្គទៅមួយវគ្គយើងសិក្សាអំពីកំហុសបាទដើម្បីរកចំណុចត្រូវមកវិញបានល្អខ្លាំងរហូតទៅដល់ធ្វើឲ្យមានរឿងនេះកើតឡើងបាទរូបភាពបញ្ជាអំពីចំណុចបាទល្អសំខាន់ក៏ដូចជាចំណុចដែលបាទក្រុមជម្រើសជាតិទាំងសងខាងគឺថាអង្គកំហុសណាបាទធ្វើឲ្យខូចបាល់ជាដើមមានទស្សនារូបភាពនៃការវាយផ្ដាច់បាទក្រុមចំណុចនេះគឺបាទនេះហើយគឺជាចំណុចដែលយើងទទួលបានជាជំនះនេះបាទមែនតើទៅបាទទាញត្រឡប់មកវិញបន្តិចបាទសុទ្ធសឹងតែជារឿងដែលយើងរៀនសូត្រមានន័យថាមានអ្វីដែលមិនអាចកើតឡើងបានទេបាទពិតណាស់បើសិនជាយើងនៅតែខំប្រឹងយើងនៅតែព្យាយាមយើងនឹងទទួលបានជោគជ័យទាញត្រឡប់មកវិញបន្តិចបាទខាន់ចេសាបាទគាត់ប្រកួតវិញ្ញាសាវគ្គផ្ដាច់ប្រត់ជួយជាស៊ូប៉ះជាមួយនឹងហ្វីលីពីនគាត់បរាជ័យគាត់បានត្រឹមមេដាយប្រាក់ទេបាទល្ងាចមិញនេះគាត់ប៉ះជាមួយនឹងក្រុមជម្រើសជាតិបាទកីឡាករនេះហ្វីលីពីនសារជាថ្មីគាត់ទទួលបានមេដាយមាសបាទជាក់ស្ដែងការប្រកួតបាល់ទះរបស់យើងពីសិទ្ធិដំបងបាទគឺថៃនាំមុខយើងសិទ្ធិទី3នេះបើសិនជាថៃឈ្នះយើងគឺចប់សេចក្តីតែម្ដងប៉ុន្តែក្រុមបាល់ទះបាទកម្ពុជាយើងមិនបោះបង់ក្តីសម័យទេសិទ្ធិទី3យើងយកឈ្នះសិទ្ធិទី4យើងយកឈ្នះហើយយើងបានយកឈ្នះការប្រកួតជាផ្លូវការនៅសិទ្ធិទី5តែម្ដងបាទអញ្ចឹងនេះគឺជារឿងមួយដែលពិសេសហើយក៏ដូចជារឿងដែលសប្បាយរីកបំផុតសម្រាប់ប្រជាជនបាទកម្ពុជារបស់យើងបាទអរគុណច្រើនមែនតើបាទយើងឃើញថាពុកម៉ែបងប្អូនដែលអញ្ជើញទៅទស្សនាបាទនៅឯវិមានភូកីឡដ្ឋានជាតិអូឡ িম্প ិកបាទគឺមិនក្រោម 5000 នាក់ទេក៏ព្រោះថាសម្បត្តិបានធ្វើការចែកជូនបងប្អូនយើងគឺចំនួន 5000 សម្លឹកឯណោះបាទអញ្ចឹងរួមតាំងមន្ត្រីក្រុមការងារពាក់ព័ន្ធ volunteer ទៀតអាចលើសនេះទៅទៀតបាទអរគុណច្រើនមែនទែនបងប្អូនយើងដែលបានទស្សនាតាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាក៏ដូចជានៅលើ Page TVK Sport រួមជាមួយនឹង Channel YouTube ទូរទស្សន៍ជាតិកម្ពុជាយើងបានទស្សនាការប្រកួតបាទគឺរហូតដល់5 set ឯណោះក្នុងនោះកម្ពុជាយើងបានវីបកបាទតាមស្មើរហូតយកឈ្នះក្រុមជម្រើសជាតិថៃបាទក្នុងលទ្ធផល3 set ទៅ2ហើយនេះគឺជាប្រវត្តិសាស្ត្រដំបូងសម្រាប់ក្រុមបាល់ទះបារោះនៅក្នុងសាលកម្ពុជាដែលអាចឡើងដល់វគ្គផ្ដាច់ប្រត់នៃព្រឹត្តិការណ៍ SEA Games ផងដែរដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្របន្ទាប់ពីកម្ពុជាយើងរងចាំរយៈពេល64ឆ្នាំឯណោះហើយខ្ញុំបាទអូស្ការជាមួយនឹងលោកជីវ័នក៏សូមធ្វើការខន្តីពីទូកបាទពីបេះដូងផ្ទាល់តែម្ដងបើសិនជាខ្ញុំបាទមានការអធិប្បាយទៅខ្វះខាតក៏ដូចជាលើសលួសត្រង់ចំណុចណាមួយមិនសមរម្យអរគុណច្រើនមែនទែនពុកម៉ែបងប្អូនទស្សនិកជនជាទីមេត្រីគណៈពេលនេះខ្ញុំបាទទាំងពីរនាក់រួមជាមួយនឹងក្រុមការងារផ្សាយផ្ទាល់ក៏សូមលំអរកាយគ្រប់លា